ថ្ងៃនេះខ្ញុំបាន Vivo V50 Lite មួយគ្រឿងវាទៅចោះចតមកស្រុកខ្មែរយើងជាផ្លូវការទេហើយអ្វីដែលខ្ញុំចង់តេស្តបំផុតពី smartphone នេះគឺថាមពលថ្មធំបំផុតរបស់វានឹងឯងដល់ទៅ6500 mAh 6500 mAh ម៉ោងគឺប្រកាសជាមិនមែនជាអ្វីដែលយើងងាយឃើញនៅលើទូរស័ព្ទតម្លៃខ្ទង់$300នោះទេឥឡូវខិតមកអញ្ចឹងចាខ្ញុំបើកប្រអប់ចែកអ្នកទាំងគ្នាមើលផ្ទាល់ឲ្យច្បាស់បន្តិចសិនថាក្នុងនឹងវាមានអ្វីដាក់មកខ្លះអូខេតែលើប្រអប់លើកនេះ design មិនខុសពី V40 នោះទេវាមានរំលេចកង Aura Light ជាមួយឈ្មោះ model ចំកណ្ដាលដដែលហើយ Vivo ក៏បញ្ជាក់ថា V50 Lite នេះមានមុខងារ AI បំពាក់នៅក្នុងនឹងមកស្រាប់ដែរអញ្ចឹងយើងនឹងចាំតេស្តថា AI នឹងវាធ្វើអ្វីបានខ្លះតាមក្រោយហូតប្រអប់ខាងលើចេញមកយើងឃើញ V50 Lite ដេកចាំនៅខាងនឹងមុនគេស្រោបដោយស្រោម plastic ផងដែរហើយខាងក្រោមនេះយើងបាន case ថ្លាមួយបានធានាជាមួយសិភៅណែនាំដុំសាក90 វ៉ាត់និងខ្សែ USB-A ទៅ USB-C មួយទៀតផងដែរហើយក្រោមគេនេះជាបញ្ចូលចាក់ SIM អូខេឥឡូវយើងបកមកតួឯកយើងវិញចំណាប់អារម្មណ៍ដំបូងរបស់ខ្ញុំទៅលើ V50 Lite គឺវាមានទម្ងន់ស្រាលជាងការស្មានទុករបស់ខ្ញុំព្រោះថ្មនៅក្នុងនឹងវាប៉ុនកូន power bank មួយទៅហើយណាមួយទាំងទំហំទាំងរូបរាងនិងកម្រាស់ទាំង plastic body លើខ្នងនិង frame រលោងរបស់វាគឺមិនខុសពី V40 Lite នោះទេរចនាបថវាក៏រក្សា design flat រាបស្មើទាំងមុខទាំងក្រោយដូចគ្នាផងដែរកម្រាស់វាត្រឹម 7.79 មីលីម៉ែត្រប៉ុណ្ណោះទោះទូរស័ព្ទ 5000 មីលីអាំពែម៉ោងភាគច្រើនក៏ត្រូវដោះខ្សែក្រវ៉ាត់ចង្កេះឡើងដល់ 8 មីលីម៉ែត្រឡើងទៅដែរកាន់តែពិសេសគឺវាទទួលបានវិញ្ញាបនបត្រពី SGS លំដាប់ផ្កាយ5លើការធានាពីភាពធន់ក្នុងការធ្លាក់ឬក៏អុកផងដែរអ្វីដែលធ្វើឲ្យ Vivo អាចទាញលទ្ធផលអស្ចារ្យបែបនេះបានគឺដោយសារតែគេប្រើបច្ចេកវិទ្យា Blue Volt Battery ថ្មីដែលវាមានកម្រាស់ស្ដើងជាងថ្មធម្មតានិងអាចផ្ទុកថាមពលថ្មបានច្រើនជាងមុនដល់ទៅ 30% ឯណោះថ្មប្រភេទនេះថែមទាំងអាចទុកជីវិតបានយូរដល់ទៅ5ឆ្នាំក៏រក្សាភាគរយជីវិតថ្មលើសពី 80% ទៀតផងហើយដោយសារខ្ញុំមានពេលខ្លីជាមួយវាព្រោះវីដេអូនេះខ្ញុំត្រូវបញ្ចប់មុនថ្ងៃប្រកាសតែការឆ្លៀតតេស្តពី3ថ្ងៃមកនេះខ្ញុំអាចប្រើវាអូសការងារធ្ងន់បានដល់ទៅ9ម៉ោងនៅលើអេក្រង់ជាប់ឯណោះបើថាលេងហ្គេមនៅលើសេវា 4G ពន្លឺ 60% វារកបាន7ម៉ោង45នាទីដូចនេះថាមពលថ្ម Blue Volt 6500 mAh ម៉ោងនៅលើហ្នឹងវាមិនពិបាកទេសម្រាប់ការយកទៅ trip ដោយមិនបារម្ភពីរឿងសាក់ថ្មញឹកចំណែកល្បឿនបញ្ចូលទឹកវិញក៏មិនយូរដែរវាចំណាយពេលប្រមាណជា55ទៅ59នាទីគឺសាក់ថ្មពេញវិញហើយវាអាស្រ័យទៅតាមទីតាំងដែលមានបរិយាកាសក្តៅឬក៏ត្រជាក់ផ្សេងគ្នាសំខាន់វាក៏អាចបញ្ចូលថាមពលឲ្យ device ដទៃបានផងដែរតាមរុន USB-C ដែលជំនួសជា power bank និយាយពីរុនខាងក្រោមហ្នឹងវាមានសន្ទះ slot ដែលអាចដាក់ nano SIM បាន2 support សេវា 4G ទាំងពីរតែមិនសល់ចន្លោះបន្ថែម memory card ក្រៅនោះទេយ៉ាងណាទំហំផ្ទុកនៅក្នុងនេះ Vivo ឲ្យមក standard ធំស្រាប់ដល់ 256GB ជាមួយ RAM 8GB LPDDR4X ដែលអាច extend 8GB បន្ថែមតាមមុខងារ RAM extend បានផងដែរអញ្ចឹងហើយបានជា marketing គេដាក់ 16GB ចំណែកកម្លាំង chip ដែលដុតនៅក្នុង V50 Lite នេះក៏មិនខុសពីមុនដែរវាអូសដោយ processor 8 core របស់ Snapdragon 885ទំហំ6 nanometer រត់ល្បឿន 2.8 GHz ជាមួយ GPU Adreno 610នេះជាបន្ទុក N22 ដែលខ្ញុំបានតេស្តមុនហ្នឹងវាប្រកាសជាមិនកប់ដោយបងវា H200 Pro ឡើយវាស្ថិតនៅកម្រិតមធ្យមល្មមអូសហ្គេមស្រាលបាន graphic high និងអូសហ្គេមធ្ងន់ក្នុង setting graphic ទៀតតែសម្រាប់ multitasking កម្មវិធី910នៅលើ background ចោលវាអាចឆ្លាស់ចេញចូលទៅមកបានទេដោយមិន restart កម្មវិធីឡើងវិញទេទៅលើកម្មវិធីបើប្រអប់មកវាមាន game និងកម្មវិធី2 3ដែល pre-install ដំឡើងមកស្រាប់ដែរតែបើមិនចាំបាច់យើងអាច uninstall លុបវាចេញវិញបានហើយប្រព័ន្ធដំណើរការ Android 15ដែលស្របស្បែក PhantomOS 15លើនេះអាចថាវាជាជំហានថ្មីដែលកាន់តែដោះខាត់បានល្អច្រើនជាង PhantomOS 14ទាំងផ្ទៃ control center ថ្មីហ្នឹងក៏គេ redesign ឡើងវិញវាក៏បើកឲ្យកំណត់ icon និងកំណត់ lock screen បានច្រើនជម្រើសតាមរសជាតិដែលយើងចង់បានយើងថែមទាំងអាចប្រើវីដេអូរបស់យើងហ្នឹងដាក់ជាផ្ទៃ wallpaper ក៏ដូចជាដាក់ជា video call ដែលប្រើថាមពលតិចផងដែរជាក់ស្ដែងពេលដែលចូលប្រើភ្លាមខ្ញុំអាចសម្គាល់បានថាល្បឿន scroll menu វាត្រូវបានគេដោះ poly ឲ្យរត់បានលឿន smooth ជាងមុននិងកាន់តែមានមុខមាត់ clean ស្អាតជាង PhantomOS 14ថែមទាំង update ទៅលើមុខងារ AI បន្ថែមដូចគ្នាជាក់ស្ដែងមុខងារលុបចំណុចចេញពីប្លង់វាពិតជាគណនាបានល្អមែនទែនវាបំពេញចំណុចខ្វះខាតមកវិញស្ទើរតែមិនដឹងថាជារូបកែឡើយដោយអ្នកទាំងអស់គ្នាកំពុងឃើញស្រាប់ល្បឿន processor វាថែមទាំងធ្វើការលឿនឆាប់ចេញលទ្ធផលមកវិញទៀតផងចំណែកមុខងារ AI Photo Enhance ក៏កាន់តែឆ្លាតជាងមុនដែរវាជួយឲ្យរូបចាស់ឬក៏រូបភាពដែល Stir Resolution ទាបក៏ដូចជាអាចថាព្រាលបន្តិចអីហ្នឹងវាជួយឆាប់សាច់ត្រីរុញ detail បន្ថែមប្រហែលជា 50% ឯណោះលើពីនឹងទៀតមុខងារ Screen Translate វាពិតជាមានប្រយោជន៍ដោយសារយើងអាចប្រើវាឲ្យបកប្រែភាសាពីគ្រប់ភាសាគ្រប់កន្លែងគ្រប់កម្មវិធីលើអេក្រង់ទាំងអស់ដែលយើងកំពុងឃើញហ្នឹង
មកជាភាសាខ្មែរយើងបានភ្លាមទាំងអស់តែម្ដងវាងាយស្រួលមិនបាច់យើងពិបាកប៉ះម្ដងមួយពាក្យឬត្រូវ copy យកទៅ translate ពីបេតុងឡើយសរុបមកមុខងារឆ្លាតទាំងនេះគឺយើងអាចមើលឃើញថា Vivo សហការជាមួយ Google ចឹងហើយបានជាមុខងារ Circle to Search ក៏គេ integrate មកស្រាប់ដូចគ្នាយើងអាចប៉ះឬក៏គូសលើរូបណាមួយដើម្បីស្វែងរកលទ្ធផលបានលឿនជាក់ស្ដែងខ្ញុំចង់ដឹងពី lens នេះវាអាចប្រាប់ពីប្រភព lens នឹងមកពីណាតម្លៃប៉ុន្មាននិងអាចរកទិញនៅកន្លែងណាបានផងដែរនិយាយរួម software លើនេះអាចថាជាស្នាដៃដែល Vivo ធ្វើបានល្អជាងមុនបំផុតហើយគេក៏ធានាថាវានឹងនៅតែដំណើរការ smooth រលូនទេដល់ទៅ50ខែផងដែរអ្វីដែលកាន់តែល្អគឺ speaker ពីក្រោមរបស់វាលន់ខ្លាំងជាងមុនច្រើនបើវាធាក់ធ្ងន់ល្មមដេញលឺងំបានណាមួយវាចេះស្រឡះវាអាចរុញបានកប់ដល់ទៅ 400% ឯណោះបើទោះតួលេខកម្រិត 400 នេះវាអាចថារៀងលើសជ្រុលតែសំឡេងវាធាក់ចេញមិនបែកគុណភាពនោះទេបើប្រើនៅខាងក្រៅមិនបាច់ពាក់កាសក៏ស្ដាប់ឮដែរយើងមិនបារម្ភថាកន្លែងមានសំឡេងច្រើនវាប៉ះពាល់ទៅដល់ speaker នេះវិញឡើយអាចថាវាស៊ីគ្នាជាមួយអេក្រង់ AMOLED 677 inch កម្រិត Full HD Plus នឹងមើលរឿងតាម Netflix ចាក់ stream Full HD ពេញច្បាស់ល្អទៀតផងអេក្រង់លើកនេះក៏មិនសល់ Cam bezel ធំឡើយវាក៏ជះពន្លឺ peak អស់ដល់ទៅ 1800 nits និងអាចរត់ refresh rate ពេញ 120Hz ផងដែរចំណែក sensor scan ម្រាមដៃលើអេក្រង់ហ្នឹងទីតាំងវានៅក្រោមដដាលអញ្ចឹងវារៀងមិនស្រួលឈោងមេដៃ scan ប៉ុន្មានទេបើដាក់ឡើងលើបន្តិចប្រកាសជាល្អវាស្រួលទម្លាក់មេដៃដល់សោជាងនេះយ៉ាងណាល្បឿនសម្គាល់វាពិតជា scan បានលឿនវានៅតែទំនើបជាងការ scan តាម sensor បុរាណនៅចំហៀងទូរស័ព្ទហើយ lens ទម្លុះអេក្រង់ខាងមុខនេះមានទំហំ32 megapixel aperture 2.45តែមួយប្រើមុខនេះខ្ញុំអាចឃើញថាវាស្អាតជាពិសេសខាង beauty mode ជួយលើកសម្រស់ហ្នឹងវាជាជំនាញរបស់ Vivo ហើយបើទោះជាចូលចិត្តឬមិនចូលចិត្តក៏យើងនៅតែឃើញថាវាស្អាតដែរជាពិសេសសាច់ស្បែកវានៅផ្ដល់ side detail mode មិនខាប់រលោងពេកហើយក៏ចាក់ពណ៌ដិតស្រស់ទៀតផងគ្រាន់តែថាការថតវីដេអូទាំង lens ខាងមុខនិងខាងក្រោយវាអាចធ្វើបានត្រឹម 1080 30 frame ទេមិនដល់ 2K ឬក៏ 4K ឡើយវាក៏មិនមាន OIS ជួយទប់លំនឹងដូចគ្នាអូខេចឹងនេះគឺជាគុណភាពវីដេអូកម្រិត 1080 Full HD 30 frame ដែលថតចេញពីកាមេរ៉ាខាងមុខយើងស្ដាយដែលវាមិនអាចថតបានដល់ 2K ឬក៏ 4K ប៉ុន្តែប៉ុណ្នេះអាចថាទទួលយកបានហើយសំឡេងវាក៏ស្រោបបានច្បាស់ផងដែរគ្រាន់តែថាប្លង់វាក៏ថតចូលមករៀងណែនបន្តិចដូចគ្នាការទប់លំនឹងដែរយើងក៏នៅរង្គើខ្លាំងដែរបើសិនជាយើងថតកាន់ដាតែបើថតបែបនេះគឺវាមិនសូវជាឃើញរង្គើខ្លាំងប៉ុន្មាននោះទេមកកាមេរ៉ាខាងក្រោយយើងបាន lens ពីរគ្រាប់ដូច V40 Lite លើកមុនអញ្ចឹង lens ធំវាប្រើ sensor Sony IMX882 ទំហំ50 megapixel aperture 1.79 ជាមួយ lens bokeh 2 megapixel សម្រាប់ជំនួយដល់ portrait shot នៅក្នុង menu កាមេរ៉ាមុខងារ portrait វាផ្ដល់ style flare និង filter ច្រើនជម្រើសឲ្យយើងរើសយើងក៏អាច shot zoom ពីរដងចូលទៅគៀកបានមានអីការកាត់ cam វាគណនាបានត្រូវល្អគ្រាន់បើទឹកពណ៌វាថែមទាំងផ្ដល់មកវិញស្រស់ល្អទៀតផងនេះជារូបភាពដែលខ្ញុំបានថតចេញដោយអ្នកនរគ្នាធ្លាប់ដឹងអញ្ចឹងខ្ញុំមិនទម្លាប់កែរូបភាពថតចេញពីកាមេរ៉ាទូរស័ព្ទដាក់ជាលទ្ធផលចុងក្រោយជូនអ្នកនរគ្នាមើលនោះទេហើយរូបទាំងនេះសុទ្ធតែជារូបឆៅ untouched ថតចេញភ្លាមដើម្បីឲ្យអ្នកនរគ្នាឃើញលទ្ធផលពិតប្រាកដដោយមិនឆ្ងល់បានហើយកង Aura Light លើនេះ Vivo combine វាជាភ្លើងជំនួយស្រទន់សម្រាប់ជះលើមុខវាជួយដល់ស្បែកភ្លឺដោយមិនចាំងភ្នែកផងនិងដើរតួជា flare ពន្លឺក្នុងពេលតែមួយផងចឹងហើយបានជាលើកនេះយើងមិនឃើញគ្រាប់ flash នៅខាងក្រៅទៀតនោះទេសម្រាប់ខ្ញុំចូលចិត្តការធ្វើបែបនេះខ្ញុំចូលចិត្តកងភ្លើងនេះដោយសារវាមិនរំខានភ្នែកយើងដូច flash ធម្មតាហើយពន្លឺស្រទន់វាក៏ល្មមយើងអាចកំណត់គ្រប់គ្រងថតកន្លែងងងឹតបានភ្លឺដោយមិនចាំងស្ញាច់ពេកដូចជា flash ទូទៅនោះឡើយលើពីនេះកង Aura Light នឹងវាក៏ធ្វើការជាភ្លើងបង្ហាញដំណឹងក៏ដូចជាពេលដែលមានគេខកចូលឲ្យយើងបានដឹងផងដែរបែបនេះវាល្អវាជួយរំលឹកយើងមិនឲ្យខកដំណឹងក៏ដូចជាមិនឲ្យយើងភ្លេចខ្លួនថាមានគេទេមកឬក៏មានសារដំណឹងផ្ញើមកអូខេអញ្ចឹងនេះជាការបោកប្រអប់ចាំកាន់ដំបូងរបស់ខ្ញុំទៅលើ Vivo V50 Lite សង្ឃឹមថាអ្នកទាំងអស់គ្នាបានឃើញរបស់របរនិងរូបរាងក៏ដូចជាមុខងារវាច្បាស់អស់មុនសម្រាប់ចិត្តទិញសម្រាប់ពេលនេះវាស្ថិតនៅដំណាក់កាល pre-order កំងទុកនៅឡើយទេវានឹងមានលក់ប្រហែលជាក្រោយថ្ងៃ11ខាងមុខនេះវាមានពីរពណ៌គឺ Phantom Black និង Titanium Gold សាច់មាសដែលខ្ញុំកំពុងបង្ហាញនេះអត់ដេររដងខ្ញុំនឹងនិយាយទៅកាន់អ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀត